បាទសូមជម្រាបសួរបាទពុកម៉ែបងប្អូនជាកសិករបាទដំឡូងមីទាំងអស់គ្នាបាទថ្ងៃទី26បាទខែមិនិនាបាទខែ3ឆ្នាំ2025បាទហើយសូមជម្រាបជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទបើសិនជាពុកម៉ែបងប្អូនត្រូវការដើមដំឡូងសម្រាប់ធ្វើពូជបាទនៅរដូវកាលថ្មីបាទខាងខ្ញុំមានដើមដំឡូងបាទសម្រាប់ធ្វើពូជបាទហើយដើមបងប្អូនសម្រាប់ដំឡូងមីដែលខ្ញុំកំពុងតែថតនេះគឺមានពូជឈ្មោះថា81បងប្អូនបាទ81ឬក៏81ឬក៏រយង72បងប្អូនបាទដើមមិនទាន់កាប់ទេបាទបើសិនជាពុកម៉ែបងប្អូនត្រូវការបាទដើមមិនទាន់កាប់ក៏មានដើមកាប់ហើយក៏មានដែរហើយសម្រាប់ខ្ញុំបាទមានពូជ81ឬក៏81នេះចំនួន6ហាត់បាទដែលមិនទាន់កាប់ហើយសម្រាប់ដើមដែលកាប់ហើយក៏មានច្រើនដែរពុកម៉ែបងប្អូនបើសិនជាត្រូវការដើមធ្វើពូជអីគឺអាចតាក់ទងខ្ញុំបានបងប្អូនបាទហើយចំណែកទីតាំងបងប្អូនចំការរបស់ខ្ញុំនេះនៅទីតាំងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបាទនៅប៉ែកខាងផ្លូវមកសៀមរាបបងប្អូនបើយើងចេញពីអន្លង់វែងមកមកតាមផ្លូវសៀមរាបគឺមកជិតដល់អន្លង់3បាទមកជិតដល់អន្លង់3នៅប៉ែកខាងកើតអន្លង់3បងប្អូននិយាយទៅអត់តាន់ដល់អន្លង់3ទេហើយបើយើងនិយាយពីដីថ្មីគឺហួសពីដីថ្មីហួសពីដូរសុខភាពបាទហួសដីថ្មីបន្តិចមានដូរសុខភាពមួយគឺនៅប្រហែលជាខាងកើតនឹងបងប្អូនបាទហើយដើមល្អបងប្អូនគឺដើមវាគឺល្អដើមចាស់បាទដំឡូងនេះមានអាយុ10ខែបងប្អូនណា10ខែហើយដើមវាល្អដើមវែងបាទដូចបងប្អូនឃើញអញ្ចឹងគឺដើមវាចាស់ល្អបាទខៀវដើមវាឡើងខៀវតែម្ដងសម្រាប់ដំឡូងរបស់ខ្ញុំនេះគឺបើយើងដកមើលគឺមើលគួរសមបងប្អូនសម្រាប់ពូជ81នេះបាទចឹងទេបើសិនជាពុកម៉ែបងប្អូនត្រូវការបាទអាចចាក់តងកំងខ្ញុំបានបាទសម្រាប់តម្លៃអីអាចចរចាគ្នាបានបាទកាប់ពិតទៅខ្ញុំមានពូជមកប្រភេទទៀតដែរបាទប៉ុន្តែអត់ទាន់បានថតបងប្អូនបាទថតតែចំការមួយនេះដែលខ្ញុំកំពុងថតនេះគឺ4ហាត់បងប្អូនបាទដើម4ហាត់ហើយនៅខាងបានឲ្យចិត្តនឹងដែរបាទប៉ុន្តែនៅខាងកើតហ្នឹងខាងលិចហ្នឹងបាទមាន2ហាត់ទៀតហើយដើមវាគឺវែងអញ្ចឹងបងប្អូនខ្ពស់ដើមខ្លះវាអាចមានរហូតដល់2ម៉ែត្រ2ម៉ែត្រកន្លះដើមខ្លះក៏1ម៉ែត្រកន្លះប៉ុន្តែដើមល្អគឺភាគច្រើនបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនត្រូវការពូជដាំនៅរដូវកាលថ្មីនេះគឺអាចចាក់ទងបានបងប្អូនបាទចង់យកដើមដែលមិនទាន់កាប់ក៏បានដើមដែលកាប់ហើយក៏បានបាទសម្រាប់ខ្ញុំមានដើមល្អបាទនេះដើមវាមើលទៅគឺល្អបាទពោះបងប្អូនវែងវាចូលមកសតុង
បាទវាត្រូវភ្លៀងបានពីរខាពីរដងបងប្អូនប៉ុន្តែដោយសារតែបច្ចុប្បន្នខ្ញុំដកអត់ទាន់អស់បាទកំពុងតែដកបដាដោយសារតែដលងថោកពេកចេះតែពជាអញ្ចឹងនៅយូរបាទយូរអត់ទាន់អស់ដើមនៅថ្មីមិនទាន់កាប់បាទហើយសម្រាប់ពុកម៉ែបងប្អូនដែលបានត្រូវភ្លៀង2មេត្រូវការដើមដាំអីត្រូវការពូជអីអាចតាក់ទងបានបងប្អូនបាទអាចតាក់ទងខ្ញុំបានតាម comment channel YouTube របស់ខ្ញុំនេះក៏បានដែរបងប្អូនបងប្អូនតម្លាក់លេខមកខ្ញុំអាចតាក់ទងទៅបានបាទនេះបាទដើមគឺស្មើល្អបងប្អូនដើមប៉ុន្តែគ្រាន់ថាវាមានរួញខ្លះប៉ុន្តែយើងអាចកាប់រើសបានបាទអាណដើមរួញយើងអាចចោលប៉ុន្តែរួញតិចតិចបងប្អូនដើមល្អគឺភាគច្រើនដើមនេះបើយើងកាប់ទៅទុកតែធម្មតាឬកន្លះខែដាំគឺល្អមែនទែនបងប្អូនអត្រាដុះគឺសឹងតែ 90% ឡើងបាទនេះដើមល្អបងប្អូនបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនត្រូវការដើមបាទអាចតាក់ទងតាមcomment channel របស់ខ្ញុំបានបងប្អូនបាទអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀតបាទអរគុណបាទ